Ok, số đây là nên trong video này như hai mà có thể nên pi bia storage cho tất cả Vim backup. Ok, chứ không cả này nếu miền Vim backup mỗi hay thua cả add storage cho một can Vim backup bao nhiêu. Ok, chứ từ bố những ba cầm thi Vim nâng má. Ok, chứ này cầm thi Vim bao nhiêu chứ là bị backup bán là bị add storage cho một can Vim bao nhiêu nhưng cho một lại backup infrastructure này má. Ok. តមកទៀតយើងនឹងឃើញពាក្យមួយថា add repository ណា add repository នឹងមកយើងចុចលើកន្លែងនេះមកអូខេអញ្ចឹងខ្ញុំធ្វើការ add មកនេះអ្វីដែលខ្ញុំ add ពីមុនមកណាអូខេអញ្ចឹងយើងខ្ញុំអាច remove ចោលមកអូខេអូខេអញ្ចឹងខ្ញុំធ្វើការ remove មកនេះអ្វីដែលខ្ញុំ add ពីមុនមកអូខេអូខេអញ្ចឹងខ្ញុំសូម remove ម្ដងទៀត remove ចេញអត់អូខេអូខេអញ្ចឹង remove ចេញខ្ញុំសូមធ្វើការ add ថ្មីមកអូខេអញ្ចឹងដើម្បី add បានយើងចុចកន្លែង backup responsibility មកហើយធ្វើការ add repository នឹងមកអូខេអូខេអញ្ចឹងកន្លែងនេះយើង add direct attack storage មកមិនថាយើងធ្វើការ add ដោយផ្ទាល់អានេះយើងអាច network attack storage តាក់ទងជាមួយ network មាន share on file server NAS system អីចឹងទៅអូខេអញ្ចឹងកន្លែងនេះយើង direct attack storage មកអូខេអញ្ចឹងកន្លែងហ្នឹងយើងយកវាជា add to local server storage អូខេអូខេអញ្ចឹងកន្លែងហ្នឹងខ្ញុំដាក់មក backup repository 1ចឹងទៅអូខេអញ្ចឹងខ្ញុំដូរទៅខ្ញុំដាក់ហ្នឹងមកអូខេ backup repository 1ហ្នឹងមកហើយខ្ញុំចុច next មកហើយកន្លែងនេះយើងធ្វើការអូខេអញ្ចឹងកន្លែងហ្នឹងយើងធ្វើការចុច next ទៀតមកអូខេអញ្ចឹងយើងបដោផាតយើងចង់ដាក់នៅផាតណាកន្លែងហ្នឹងណាអូខេអញ្ចឹងយើងបដោហៅមកអូខេអញ្ចឹងយើងដាក់មកខ្ញុំដាក់លើ server ហ្នឹងមកអូខេអញ្ចឹងកន្លែងនេះដោយសារយើងអត់ទាន់មានយើងមានតែ drive C មួយទេអញ្ចឹងយើងត្រូវធ្វើការ add drive មួយទៀតដើម្បីដាក់ file backup របស់យើងណាអូខេអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមចូលយើងអាចចូលមកកាន់ Explorer របស់យើងមកគឺខ្ញុំមានតែ drive មួយគឺ drive C អញ្ចឹងចាប់ដើមធ្វើការ add drive មួយទៀតចូលដោយសារខ្ញុំអត់ទាន់បាន add អូខេអញ្ចឹងយើងធ្វើការ right click ឡើងនេះមកនេះយើងយកពាក្យថា disk management អូខេយើងចុចលើ disk management ហ្នឹងមកអូខេអញ្ចឹងធ្វើការរងចាំតិចមកនេះអញ្ចឹងកន្លែងហ្នឹងវាខ្ញុំធ្វើការ add hard disk ថ្មីហើយយើងចុច OK មកអូខេអញ្ចឹងខ្ញុំមាន hard disk ថ្មីមួយនេះទំហំវាគឺ9តេខ្ញុំធ្វើការ right click មកហើយយើង new volume យើង next មកយើង next ទៀតមកអូខេយើង next ទៀតមកអញ្ចឹងយើងដាក់ label ឲ្យវាគឺ data អូខេអញ្ចឹងយើង next ទៀតមកហើយយើងចុច finish អូខេបន្ទាប់ពីយើងចុច finish មកយើងនឹងទទួលបាន drive មួយអូខេអញ្ចឹងធ្វើការរងចាំតិចមកអូខេអញ្ចឹងយើងទទួលបាន drive មួយធ្វើការបិទចោលមកអូខេអញ្ចឹងខ្ញុំទទួលបាន drive មួយនេះ9តេអូខេអញ្ចឹងយើងកន្លែងនេះយើងបដោទៅកន្លែងហ្នឹងមកនេះហើយយើង select drive ហ្នឹងមកហើយខ្ញុំអូខេមកអូខេតំទៀតធ្វើការនេះវាប្រាប់ថា limit maximum accurate for អូខេអូខេអញ្ចឹងយើងចុចnext ទៀតមកអូខេអញ្ចឹងកន្លែងនេះយើងmount server ណាអញ្ចឹងមកដល់កន្លែងហ្នឹងយើងមិនមើលទេយើង next ទៀតមកនេះអូខេយើង next ទៀតមកអូខេអញ្ចឹងវាប្រាប់ហើយ responsive type window mount host ឈ្មោះនេះឈ្មោះ server យើងហើយ account អត់មានទេហើយ backup folder គឺ E ណាហើយ write through unlimited ហើយ maximum parallel task 4ណាអូខេចាំថាវាដំណើរការបាន4 task ក្នុងពេលតែមួយអូខេខ្ញុំចុច apply មកអូខេអញ្ចឹងtask យើង start ហើយណាអូខេអញ្ចឹងធ្វើការរងចាំតិចទៅអូខេអញ្ចឹង finish ខ្ញុំចុច finish មក
ហើយវាប្រាប់ថា change configuration backup location newly responded អូខេយើងចុច yes មកនេះបើយើងណាអូខេចានេះអាចធ្វើការ remove ចោលបានបើសិនជា remove បានយើង remove មកអូខេឥឡូវខ្ញុំ remove បានហើយអូខេអញ្ចឹងបន្ទាប់ពីយើង remove បានហើយយើងអាចចូលមកកន្លែងនេះទៅនេះអញ្ចឹងវានឹងបង្កើត file មួយគឺ program data ណាអូខេអញ្ចឹងបន្ទាប់ពីហ្នឹងយើងអាចធ្វើការ backup server បានហើយអូខេអញ្ចឹងបើសិនជាចង់ backup server យើងអាច backup បានអញ្ចឹងដើម្បី backup server យើងចូលមកកន្លែង home មកណាយើងចូលមកកន្លែង home មកនេះឬក៏យើងអាចចូល inventory មកអូខេអញ្ចឹងយើង select server ណាដែលយើងចង់ backup អូខេឥឡូវឧទាហរណ៍ server មួយនេះមកអូខេយើង select server ហ្នឹងមកអញ្ចឹងក្នុង server ហ្នឹងវាមាន VM ច្រើនហើយយើងចង់ backup VM មួយណាអញ្ចឹងយើងអាចធ្វើការ backup VM មួយហ្នឹងបានអូខេអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចង់ backup អូខេអញ្ចឹងខ្ញុំ backup មកអូខេអញ្ចឹងដើម្បី backup បានខ្ញុំចូលកន្លែង home មកហើយខ្ញុំធ្វើការចុចពាក្យថា job backup job ណាអូខេអញ្ចឹងយើងធ្វើការដាក់ backup ពីគេ virtual machine យើងចុចលើ virtual machine មកតមកទៀតយើងដាក់ virtual machine name អាហ្នឹងឈ្មោះអីគេអញ្ចឹងយើងចង់ backup ឈ្មោះអីយើងដាក់ឈ្មោះហ្នឹងមកណាអូខេចាហ្នឹងស្រ័យលើយើងចង់ដាក់ឈ្មោះយើងដាក់ឈ្មោះហ្នឹងមកអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះមកអូខេអញ្ចឹងខ្ញុំធ្វើការដាក់ឈ្មោះវាហើយខ្ញុំធ្វើការចុច next មកអូខេបន្តមកទៀតយើងធ្វើការ add virtual machine ឡើងនេះណាអូខេចុច add មកនេះអញ្ចឹងយើងចង់ add ពី host មួយណាកន្លែងហ្នឹងណាអូខេឥឡូវខ្ញុំ add ពី host មួយនេះមកអញ្ចឹងខ្ញុំយក virtual machine មួយណាដែលខ្ញុំចង់ធ្វើការ backup ណាអូខេអញ្ចឹងខ្ញុំយក virtual machine មួយនេះមកហើយខ្ញុំចុច add មកអូខេឥឡូវឧទាហរណ៍ខ្ញុំយក virtual machine មួយណាអូខេឥឡូវខ្ញុំយក virtual machine មួយនេះមកអូខេអញ្ចឹងខ្ញុំធ្វើការ add មកអូខេខ្ញុំតេស្តអានេះមកវាតិចអូខេឥឡូវខ្ញុំយកអាហ្នឹងមកអូខេខ្ញុំចុច add មកលើមកចេះខ្ញុំយកនេះវិញវាតិចជាងវាលឿនណាអូខេនេះអាណាទូចអូខេអានេះទូចជាងគេណាអូខេខ្ញុំហៅអាណាដែលវាទូចជាងគេដើម្បីយើងសួរ backup អូខេខ្ញុំចុច add មកអូខេបន្តមកទៀតយើងចុច next មកអូខេអញ្ចឹងមកដល់កន្លែងនេះតកតងជាមួយនឹង backup យើងចង់ backup មក storage មួយណាអញ្ចឹងខ្ញុំ backup មក storage មួយនេះណាអូខេនេះ storage របស់យើងមួយហ្នឹងហើយយើងចង់ restore keep on disk ប្រហែលថ្ងៃ 4-10 ថ្ងៃណាអញ្ចឹងយើងអាចដាក់បានអូខេអញ្ចឹងមកដល់កន្លែងហ្នឹងយើងចង់ keep វាប្រហែលថ្ងៃយើងដាក់ប៉ុណ្្នឹងមកហើយយើងចង់បាន 14 ថ្ងៃអញ្ចឹងយើង keep restore point on disk 14 ថ្ងៃណាអូខេអញ្ចឹងយើងដាក់ 14 ថ្ងៃអញ្ចឹង 14 ថ្ងៃវាច្រើនដែរអូខេអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំ store វា 14 ថ្ងៃចឹងកន្លះខែអញ្ចឹងបន្តមកទៀតយើងធ្វើការចុច next មកអូខេបន្តមកទៀតវាធ្វើការ guest process យើងចុច next ទៀតមកអូខេអញ្ចឹងអានេះតកតងជាមួយនឹង schedule ហើយយើងចង់ឲ្យវា run automatic អត់បើយើងចង់ក៏ឲ្យវា run ទៅហើយបើយើងអត់ចង់ទេក៏អត់ទៅកន្លែងហ្នឹងណាអូខេអញ្ចឹងបើសិនជាយើងចង់ឲ្យវា run យើង select date មកណាយើងចង់ឲ្យវា run នៅម៉ោងប៉ុន្មានរៀងរាល់ថ្ងៃអត់ណាអូខេអញ្ចឹងកន្លែងហ្នឹងយើងឲ្យវា run រៀងរាល់ថ្ងៃមានថា every day កន្លែងហ្នឹង every day អញ្ចឹង monthly ណាកន្លែងនេះបើ monthly យើងចង់ឲ្យវា run រៀងថ្ងៃណាណារាល់ខែណាអានេះ per read every រៀងរាល់ម៉ោងណាអូខេអានេះរៀងរាល់ថ្ងៃអានេះរៀងរាល់ខែអូខេអញ្ចឹងកន្លែងនេះខ្ញុំសុំ check មើលអូខេកន្លែងនេះវាដាក់ on weekday on next day អញ្ចឹងដាក់ every day មកហើយរៀងរាល់ម៉ោង10កន្លែងហ្នឹងណាអញ្ចឹងវាធ្វើការ run ការងារហ្នឹងរៀងរាល់ម៉ោង10ណាអូខេអញ្ចឹងអានេះschedule ដែលយើងចង់ដាក់បើសិនជាយើងចង់ដាក់មួយខែក៏បានដែរថា monthly នេះអញ្ចឹងតាក់ទងនេះឲ្យវា monthly ទៅនេះmonthly រៀងរាល់ថ្ងៃសៅរ៍ម៉ោង10ណានេះអានេះ first អូខេអញ្ចឹងកន្លែងហ្នឹងយើងដាក់ខ្ញុំដាក់ every សិនណាអូខេខ្ញុំដាក់តេស្តឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងកន្លែងខ្ញុំធ្វើដាក់ every day មករៀងរាល់ម៉ោង10
នេះវាឲ្យយើងអាច select on weekday អូខេឥឡូវខ្ញុំដាក់ every day សិនមកកន្លែងហ្នឹងណាអូខេចានេះ automatic retry 3 ដងបើសិនជាវា error ហើយយើងចុច apply មកឥឡូវអាហ្នឹងយើងអាចកែបានពេលក្រោយទេ schedule ហ្នឹងណាអូខេអញ្ចឹងខ្ញុំចុច apply មកអូខេខ្ញុំចុច apply មកអូខេហើយនេះជាការ summary វាយើងចុច finish មកតើយើងចុច finish ហើយយើងអាចចូលមកកន្លែង home មកយើងនឹងឃើញ job យើងមួយនេះ job របស់យើងអូខេហើយនេះគឺជា job របស់យើងហើយយើងអាចធ្វើការ run job នឹងបានយើងក៏ធ្វើការ right click មកហើយយើង start job នឹងមកណាអញ្ចឹងវាធ្វើការ backup ឲ្យយើងអូខេឥឡូវខ្ញុំធ្វើការ start job នឹងមកអញ្ចឹងនៅពេលដែលយើង start job ហ្នឹងវានឹងដំណើរការអូខេនេះអញ្ចឹង job ហ្នឹងវានឹង start ហើយយើងអាច check មើលបានហើយវាកំពុងតែធ្វើការ backup server ហ្នឹងមកគឺ VM size គឺ 6G អញ្ចឹងវា start ម៉ោង 8:58 ហើយយើងអាចមើលទៅថាមើលវាការងារហ្នឹងវាចប់នៅម៉ោងប៉ុន្មានយើងរងចាំឲ្យវាចប់ទៅអញ្ចឹងយើងរងចាំទៅនៅពេលដែលស្ថាននឹងចប់អញ្ចឹងវាលោតកន្លែង status នេះវាប្រាប់ថា successful ឲ្យយើងទៅណាអូខេអញ្ចឹងកុំឲ្យវីដេអូនឹងវែងពេកបងប្អូនអាចតេស្តអនុវត្តបានចង់ដឹងថាវាចប់មិនចប់ណាអូខេអញ្ចឹងយើងអាចរងចាំកន្លែងទៅនៅពេលដែលចប់វាប្រាប់ថា status successful ហើយនឹងវា detail ឲ្យថាវា start មកប៉ុន្មានវាបញ្ចប់នៅមកប៉ុន្មានអាហ្នឹងយឺតលឿនអាស្រ័យទៅលើ network របស់យើងដោយសារយើង back VM អាស្រ័យទៅលើ network និងម៉ាស៊ីនរបស់យើងណាអូខេអូខេយើងបងប្អូនដែលទស្សនាវីដេអូហ្នឹងកុំភ្លេចជួយ like follow និង subscribe YouTube admin ម្នាក់មួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយ